សួស្តីអ្នកទាំងអស់គ្នានឹងហើយនេះគឺជាមេរៀនទី6របស់ខ្ញុំហើយដែលយើងមករៀនអំពីការទិញលក់ម្ដងហ្នឹងហើយបងប្អូនប្រកាសជាចេះហើយវីដេអូនេះគឺសាមញ្ញសម្រាប់អ្នកថ្មីទេគឺគ្រាន់តែចុចទិញហើយនឹងលក់មានន័យថា buy ហើយនឹង sell ហើយមួយទៀតបើសិនជាបងប្អូនមិនទាន់មានគណនីជួញដូរទេបងប្អូនអាចឆាតមកខ្ញុំមកដើម្បីបានបើក account ដែលមាន spread ទាបហើយនឹងleverage ខ្ពស់ហ្នឹងហើយaccount នៅស្រុកខ្មែរក៏បាននៅប្រភេទក្រៅប្រទេសក៏បានហ្នឹងហើយអរគុណច្រើនសម្រាប់វីដេអូនេះគឺខ្ញុំធ្វើឡើងសម្រាប់អ្នកថ្មីដែលមិនទាន់ចេះសុទ្ធតែម្ដងហ្នឹងហើយដល់មេរៀនទី6ហើយគឺការទិញលក់ហ្នឹងហើយអានេះគឺក្រាប1ម៉ោងរបស់ប្រេងឃើញថាប្រេងគាត់ទៅបើកផ្សារព្រមគឺដាច់ក្រាបហោះឡើងលើ5 10លេខលុយសុទ្ធហ្នឹងហើយបងប្អូនអាចមើលក្នុងក្រុមខ្ញុំបានតម្លាក់ឲ្យបាយប្រេងដែរតាការពីថ្ងៃសុកបាយប្រេងជាមួយមាសតែមាសដាច់ក្រាបចុះក្រោមប្រេងដាច់ក្រាបឡើងលើអញ្ចឹងយើងខាតមាសតែយើងមកចំណេញប្រេងដូចគ្នាអរគុណអញ្ចឹងកុំឲ្យបងប្អូនខាត់ពេលយូរឥឡូវយើងមកមើលចំពោះការចូលប្រេងបងប្អូនប្រហែលមើលឥឡូវខ្ញុំចូលទៅក្នុងមាសតែម្ដងចុចពាក្យឆាតមកហ្នឹងហើយបងប្អូននឹងឃើញហើយនេះគឺជាក្រាប1ម៉ោងណាចំពោះការទិញលក់គឺអត់ពិបាកទេគ្រាន់តែបងប្អូនចូលឡើងខាងស្ដាំដៃនេះមកបងប្អូនអាចមើលតាមថាច់នេះមកចុចពីវាមកវានឹងចេញនេះពាក្យ sell ហើយនឹង buy ខាងស្ដាំដៃនេះគឺ buy ខាងឆ្វេងដៃនេះគឺ sell អញ្ចឹងគ្រាន់តែការទិញលក់បងប្អូនគ្រាន់តែចុច buy ហើយនឹង sell គឺជាការស្រាវជ្រាវបងឲ្យតែបងប្អូនវិភាគទៅហ្នឹងហើយឥឡូវបងប្អូនចង់ធ្វើការ buy បងប្អូនឃើញវាចុះអញ្ចឹងបងប្អូន buy ចុច buy មក buy ប្រហែលខ្សែក៏បាននេះអាស្រ័យលើបងប្អូននេះចុចប៉ប៉អញ្ចឹងហ្នឹងហើយហើយចំពោះការមើល research ដែលយើងតិចនេះគឺពាក្យថា trade នេះនៅពាក់កណ្ដាលហ្នឹងហើយឥឡូវយើងចុច buy មិនច្រើនដែរឥឡូវវាខាតហើយនេះគឺជា account demo ទេអត់បញ្ហាអីទេឥឡូវយើង close វិញឥឡូវយើងចូល sell ម្ដង sell ដូចគ្នាគ្រាន់តែចុច sell មក sell អញ្ចឹងមកបានដូចគ្នាបើវាចុះនឹងយើងនឹងចំណេញហើយហ្នឹងហើយចំពោះការbuy sell គឺវាមានតែប៉ុណ្្នឹងចំពោះការទិញលក់នៅក្នុងហាងឆេងមានតែហៅថា MT5 នេះគឺវាមានតែប៉ុណ្្នឹងចំពោះការ buy sell នេះឥឡូវខ្ញុំ sell ចុះចំណេញនេះចំណេញ7រៀលហ្នឹងហើយអញ្ចឹងបងប្អូនអាចរៀនមើលបន្ថែមទៀតហើយចំពោះការ buy និង sell យើងមិនមែនជាបើកដូចខ្ញុំមកបងប្អូនអាចគ្រាន់តែចូលមក buy ចូលមក sell អញ្ចឹងទទួលបានផលចំណេញទេអត់ទេណាបងប្អូនទៅវិភាគទៅសិក្សាបន្ថែមទៀតអញ្ចឹងបើសិនជាបងប្អូនអត់ចេះទេបងប្អូនអាចចូលទៅក្នុងក្រុម Telegram របស់ខ្ញុំមកគឺខ្ញុំមានតម្លាក់ signal ដើម្បីឲ្យបងប្អូនចូលហើយបើសិនជាបងប្អូនចង់បើក account ជាមួយខ្ញុំគឺបងប្អូនអាចបើក account បានខ្ញុំនឹងបើកជូនអត់គិតថ្លៃទេហើយខ្ញុំនឹង add ចូលទៅក្នុង group signal ដើម្បីយើងធ្វើការទិញលក់ទាំងអស់គ្នាដើម្បីទទួលបានផលចំណេញទាំងអស់គ្នាអរគុណច្រើនការមេរៀនទី6សម្រាប់ការ buy sell គឺវាមានតែប៉ុណ្្នឹងងាយសម្រាប់អ្នកថ្មីបើអ្នកចេះគាត់ចេះហើយគាត់តែប៉ុណ្្នឹងវីដេអូ buy sell អរគុណច្រើន